ប្រិយមិត្តលោកអ្នកស្ដាប់ជាទីមេត្រីរហូតមកដល់ពេលនេះពួកសៀមកាន់តែបាញ់សន្ទ្រប់មកលើទឹកដីកម្ពុជាអស់រយៈពេល3ថ្ងៃដែលពួកសៀមវាយប្រហារដោយខុសច្បាប់អន្តរជាតិប៉ុន្តែពួកសៀមគឺជាប្រភេទមនុស្សដែលគ្មាននូវសិលធម៌នៃការធ្វើសង្គ្រាមនៅឡើយពួកគេបានបាញ់ប្រហារមកលើភូមិសាស្ត្រដែលមានប្រជាជនស៊ីវិលមានចាស់មានក្មេងរស់នៅដោយមិនគិតអំពីទីតាំងនោះឡើយនេះជាការធ្វើសង្គ្រាមដូចជាការវាយប្រហារដែលខុសអំពីច្បាប់អន្តរជាតិប្រិមិត្តជាទីមេត្រីខណៈពេលនេះពួកសៀមបានប្រើប្រាស់នៅមធ្យោបាយសង្គ្រាមទាំងផ្លូវគោកផ្លូវអាកាសបាញ់សន្ទ្រប់ផ្សែងខ្មៅខ្មួលខ្មាញ់ពេញមេឃតែម្ដងនេះជាការរាយការណ៍ពីក្រសួងការពារជាតិរបស់កម្ពុជាយើងសូមជម្រាបជូននៅស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃអំពីករណីយោធាថៃបានធ្វើសកម្មភាពនិងបើកការបាញ់ប្រហារក្នុងដែនអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជានៅក្នុងភូមិសាស្ត្រយុទ្ធភូមិភាគទី5ខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី10ខែធ្នូឆ្នាំ2025នេះនៅវេលាម៉ោង 9:45 នាទីយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ហោះលើភូមិសាស្ត្រឃុំអូ3ជាន់និងភូមិសាស្ត្រប៉ោយប៉ែតនិងនៅវេលាម៉ោង 9:50 នាទីយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ដដែលបានហោះលើរង្វង់មូលស្ទឹងបត់ចំនួន2លើកភូមិសាស្ត្រប៉ោយប៉ែតនិងនៅវេលាម៉ោង 9:50 នាទីដដែលយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 និងបានហោះហើយក៏ទម្លាក់គ្រាប់បែកចំនួន2គ្រាប់ក្នុងទីតាំងភូមិសាស្ត្រភូមិស្លក្រាមឃុំស្លក្រាមស្រុកស្វាយជែកខេត្តបន្ទាយមានជ័យប្រិយមិត្តអ្នកស្ដាប់នេះគឺសមបញ្ជាក់ថាពួកសៀមមិនបានគោរពច្បាប់នៃការធ្វើសង្គ្រាមនោះឡើយពួកគេទម្លាក់គ្រាប់បែកគំតិចគ្រប់ទីតាំងសូម្បីតែទីតាំងនោះមិនមានកងទ័ពរបស់យើងក៏ដោយទោះជាមានជនស៊ីវិលជនស្លូតត្រង់រស់នៅក៏ពួកគេនៅតែទម្លាក់គំតិចគ្រប់ទីតាំងដោយមិនបានរើសកន្លែងនោះឡើយប្រិមិត្តអ្នកស្ដាប់ជាទីមេត្រីឥឡូវយើងទៅបន្តស្ដាប់អំពីការរាយការណ៍របស់ព័ត៌មានប្រិមិត្តលោកអ្នកស្ដាប់ជាទីមេត្រីឥឡូវយើងបន្តជ្រាបនៅព័ត៌មានពីក្រសួងការពារជាតិកម្ពុជាសូមជម្រាបជូននៅស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃអំពីករណីដែលយោធាថៃបានធ្វើសកម្មភាពនិងបើកការបាញ់ប្រហារមកក្នុងដែនអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជានៅក្នុងភូមិសាស្ត្រយុទ្ធភូមិភាគទី4ក្នុងខេត្តព្រះវិហារនិងខេត្តឧត្តរមានជ័យនៅព្រឹកថ្ងៃទី10ខែធ្នូឆ្នាំ2025គិតត្រឹមម៉ោង 10:13 នាទីព្រឹកនៅវេលាម៉ោង 8:55 នាទីយោធាថៃចាប់ផ្ដើមវាយសម្រុកខ្លាំងនៅបោះស្បូវជាំតែនិងនៅវេលាម៉ោង 9:40 នាទីយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទទម្លាក់គ្រាប់បែកជាច្រើនគ្រឿងហោះចូលគ្រប់ទិសដៅចាប់ពីមុំបីអានសេះភ្នំខ្មោចនិងប្រាសាទព្រះវិហារនៅវេលាម៉ោង 9:45 នាទីកម្លាំងថ្មើរជើងរបស់ថៃបានចូលមកច្រកវាលឥន្ទ្រីចំការជែកនៅវេលាម៉ោង 10:13 នាទីយោធាថៃបានវាយសម្រុកខ្លាំងនៅតំបន់អានសេះសូមគូសបញ្ជាក់ផងដែរថាកងកម្លាំងកម្ពុជាបាននឹងកំពុងប្រយុទ្ធតតាំងជាមួយនឹងសត្រូវឈ្លានពានដែលមានគំនិតដ៏សែនទាបថោកនិងឈរជើងយ៉ាងរឹងមាំក្នុងការបំពេញតួនាទីរបស់ខ្លួនដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជានេះហើយជាវីរៈកងទ័ពរបស់កម្ពុជាជាអ្នកដែលការពារមាតុភូមិកម្ពុជាមិនឲ្យចៅសៀមឈ្លានពានបាននោះឡើយមកដល់ពេលនេះកម្ពុជាគឺទប់ទល់ជាមួយពួកសៀមនិងវាយបកបានគ្រប់ទីតាំងគឺពួកសៀមមិនអាចចូលមកកាន់ទឹកដីកម្ពុជាបានសូម្បីតែមួយជំហានឲ្យតែចូលដឹងតែស្លាប់រើសសាកសពទៅវិញមិនទាន់ហើយប្រិមិត្តជាទីមេត្រីព័ត៌មានពីក្រសួងការពារជាតិដដែលសូមជម្រាបជូនសាធារណជនថាពួកកងទ័ពសៀមបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជានៅក្នុងភូមិសាស្ត្រយុទ្ធភូមិភាគទី5ភូមិជ័យជំនះឃុំថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់នៅវេលាម៉ោង 9:01 នាទីយោធាថៃ
បានប្រើប្រាស់កាំភ្លើងធំចំនួន1គ្រាប់ខ្លងចូលចំណុចភូមិសាស្ត្រជ័យជំនះឃុំថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់ឥឡូវនេះប្រិយមិត្តការបាញ់ប្រហាររបស់ពួកថៃបានមកដល់ភូមិភាគខេត្តពោធិ៍សាត់ហើយមេត្តាបងប្អូនដែលរស់នៅខេត្តពោធិ៍សាត់ក៏ដូចជានៅជិតតំបន់នឹងមេត្តាប្រុងប្រយ័ត្ននិងភៀសខ្លួនឲ្យបានលឿនតាមដែលធ្វើទៅបាននេះជាការសរុបព័ត៌មានពីក្រសួងការពារជាតិរបស់កម្ពុជាដែលធ្វើឡើងនៅថ្ងៃទី10ត្រូវនឹងថ្ងៃនេះតែម្ដងនេះជាស្ថានភាពទាំងស្រុងដែលពួកថៃកំពុងតែបើកការវាយប្រហារកាន់តែខ្លាំងឡើងមកលើប្រទេសកម្ពុជាប៉ុន្តែពួកគេគ្មានសិទ្ធិឈានចូលទឹកដីកម្ពុជានោះឡើយដោយសារតែវីរៈកងទ័ពរបស់យើងតាំងចិត្តយ៉ាងមុតមមនិងគំទិចសត្រូវដែលឈ្លានពានកម្ពុជាអរគុណសូមជម្រាបលា